មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ខាម៉ានីបានបាត់ខ្លួនអស់រយៈពេល7ថ្ងៃមកហើយដោយគ្មាននរណាបានដឹងពីដំណឹងរបស់គាត់តតែសោះថាតើគាត់បាត់ទៅទីណាពេលនេះសាធារណជនអ៊ីរ៉ង់កំពុងតែមានការងឿងឆ្ងល់ថាតើគាត់បាត់ខ្លួនទៅណាបងប្អូនតាំងតែពីប្រធានាធិបតីត្រាំបានផុសនៅក្នុងបណ្ដាញសង្គមថាសហរដ្ឋអាមេរិកគឺបានដឹងពីទីកន្លែងដែលមេដឹកនាំកម្ពុជាអ៊ីរ៉ង់កំពុងតែលាក់ខ្លួនបន្ទាប់ពីគាត់បានបាត់ដំណឹងតែម្ដងបងប្អូនគឺបានដឹងស្រាប់ហើយថាអ៊ីរ៉ង់និងអ៊ីស្រាអែលគឺបានបញ្ឈប់ការបាញ់គ្នាប៉ុន្តែមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់នៅតែមិនទាន់បង្ហាញមុខជាសាធារណៈនៅឡើយតើមកពីគាត់ប្រយ័ត្នប្រយែងខ្លាំងដោយខ្លាចថាអ៊ីស្រាអែលអាចធ្វើឃាតគាត់ឬមួយក៏មានរឿងអ្វីមិនល្អកើតឡើងចំពោះគាត់ក្នុងពេលឥឡូវនេះនៅក្នុងប្រទេសអ៊ីរ៉ង់គឺកំពុងតែមានបកជាច្រើនកំពុងតែប្រជែងដណ្ដើមអំណាចគ្នាបើប្រធានាធិបតីអ៊ីរ៉ង់ក្នុងពេលបច្ចុប្បន្ននេះគោលគំនិតរបស់គាត់គឺចង់ឲ្យប្រទេសអ៊ីរ៉ង់មានការផ្លាស់ប្ដូរងាកទៅខាងលោកខាងលិចវិញប៉ុន្តែក្រុមមនុស្សដែលតែងតែអធិដ្ឋានសូត្រសៀវភៅនិងក្រុមយោធាគឺពួកគេប្រឆាំងប្រសិនបើមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់នៅតែមិនព្រមចេញមុខជាសាធារណៈក្នុងពេលឆាប់ៗនេះនោះរបបអ៊ីរ៉ង់សប្តាហ៍ថ្ងៃនឹងមានការប្រែប្រួលជាមិនខានពេលនេះយើងទាំងអស់គ្នាមានតែរងចាំតាមដានមើលព័ត៌មានថ្មីៗបន្តទៀតតែប៉ុណ្ណោះ